មួយរូបសញ្ញាដែលធ្វើឲ្យពិភពបាល់ទាត់ផ្លាស់ប្ដូរជារៀងរហូត Lionel Messi មិនមែនចាប់ផ្ដើមពីល្អឥតខ្ចោះទេគាត់កើតនៅ Rosario ប្រទេសអាហ្សង់ទីនក្នុងក្រុមគ្រួសារសាមញ្ញតែមានបេះដូងស្នេហាតាំងពីតូច Messi វុកលេងបាល់ជាងគេគាត់អាចលេងនៅគ្រប់កន្លែងទាំងផ្លូវបាល់ទាត់តាមដីនៅក្រោមផ្ទះអាយុ6ឆ្នាំគាត់បានចូល Newell's Old Boys ហើយសុទ្ធ500គ្រាប់ជាងក្នុង5ឆ្នាំតែជីវិតមិនស្មើគ្នាទេអាយុ10ឆ្នាំ Messi ត្រូវកាយចំណុះអរម៉ូនរាងកាយឬ Growth Hormone Deficiency ដែលធ្វើឲ្យខ្នងគាត់មិនធំដូចក្មេងដទៃម៉ាក់ប៉ារបស់គាត់មិនអាចចំណាយថ្លៃព្យាបាលបានទេឆ្នាំ2000 Barcelona បានលើកយកអារម្មណ៍ពិសេសគ្រូបង្វឹក Carles Rexach ចុះហត្ថលេខាលើក្រដាសដើម្បីយក Messi ទៅអុកសែនជីវិត Messi ផ្លាស់ប្ដូរចាប់ពីថ្ងៃនោះនៅ La Masia Messi បង្ហាញលក្ខណៈរន្ធត់ជាងគេការគ្រប់គ្រងបាល់ជាប់ជើងការរត់បំបែកការរាងនិងបច្ចេកទេសដុនល្អគាត់កំពុងកើតឡើងជាអ្នកលេងកម្រមាន EP 1 គឺចំណាប់ផ្ដើមនៅ EP 2យើងនឹងមករកស្នាដៃនៃជោគជ័យ Messi ពីការឡើងក្រុមធំបាសាទៅកាន់ Ballon d'Or លើកទី1